ជំរាបសួរបងប្អូនទាំងអស់គ្នាចា៎នៅក្នុងវីដេអូនេះដែរនាងខ្ញុំនឹងនិយាយអំពីសញ្ញានៃការខ្ជាក់មេជីវិតញីតើជាទូទៅស្ត្រីដែលមានសុខភាពល្អត្រូវតែមានមេជីវិតញីខ្ជាក់ជារៀងរាល់ខែប្រសិនបើបងប្អូនទាំងអស់គ្នារួមភេទចំថ្ងៃដែលខ្ជាក់មេជីវិតញីឬមួយក៏មុនថ្ងៃដែលខ្ជាក់មេជីវិតញីគឺយើងនឹងអាចមានកូនបានប៉ុន្តែប្រសិនបើយើងមិនបានរួមភេទនៅថ្ងៃដែលខ្ជាក់មេជីវិតញីទេមេជីវិតញីនឹងត្រូវងាប់ហើយធ្លាក់មកតាមឈាមរដូវយើងជារៀងរាល់ខែអញ្ចឹងតើមានសញ្ញាអ្វីខ្លះតែថ្ងៃដែលខ្ជាក់មេជីវិតញីហ្នឹងគឺស្ត្រីយើងនឹងក្តៅខ្លួនខុសពីធម្មតាសាច់យើងនឹងរាងក្តៅស្ទីងប្រសិនបើបងប្អូនទាំងគ្នាចង់ដឹងអាចឧស្សាហ៍វាស់កម្ដៅនៅពេលព្រឹកពេលដែលយើងមិនទាន់ធ្វើសកម្មភាពអ្វីមានន័យថាពេលយើងភ្ញាក់ពីគេងមកហ្នឹងយើងវាស់កម្ដៅហ្នឹងយកតែម្ដងវាអាចនឹងក្តៅជាងកម្ដៅខ្លួនធម្មតាហ្នឹង 0.5 ឧទាហរណ៍ថាកម្ដៅខ្លួនយើងធម្មតាយើងវាស់នៅពេលព្រឹកហ្នឹង37ប៉ុន្តែនៅថ្ងៃដែលខ្ជាក់មេជីវិតញីហ្នឹងគឺវាអាចនឹង37.5អាហ្នឹងគឺវាឡើងជាងកម្ដៅធម្មតាហ្នឹង 0.5 ចាសញ្ញាទី2ហ្នឹងគឺឈឺពោះផ្នែកខាងក្រោមឈឺនៅលើថ្ងាសឬមួយក៏ម្ដុំដៃស្បូនហ្នឹងអាហ្នឹងគេហៅថាឈឺពោះផ្នែកខាងក្រោមវាអាចនឹងឈឺដូចពេលដែលយើងមករដូវប៉ុន្តែវារៀងស្រាលជាងពេលដែលយើងមករដូវបន្តិចហើយអាចនឹងប្រហាក់ប្រហែលគ្នាដែរណាចំពោះសញ្ញាទី3វិញគឺឈឺដោះវាអាចនឹងឡើងដោះឈឺដោះឬមួយក៏ស្គីដោះហ្នឹងដោយសារអរម៉ូនរបស់យើងហ្នឹងប្រែប្រួលព្រោះអីនៅថ្ងៃដែលខ្ជាក់មេជីវិតញីហ្នឹងគឺវាមានវត្តមាននៃអរម៉ូន LH តែវាឡើងខ្ពស់ខុសពីធម្មតាទើបមានការខ្ជាក់មេជីវិតញីចាចំពោះសញ្ញាទី4វិញគឺមានទឹករំអិលច្រើនខុសពីធម្មតាចំពោះទឹករំអិលហ្នឹងធ្លាក់មករបៀបថ្លាដូចជាសបៅគោហើយវារៀងឡាយពេលដែលយើងយកដៃទៅចាប់វាទៅទាញវាជាដូចស្ករកៅស៊ូអញ្ចឹងវាដាច់ទេដោយសារតែវាអាចមានរៀងធ្លាក់ឈាមមករៀងប្រាហើយបងប្អូនទាំងគ្នាកុំបារម្ភណាព្រោះអីអាហ្នឹងគឺជាថ្ងៃដែលខ្ជាក់មេជីវិតញីទេដោយសារតែនៅក្នុងកសោមពងញីរបស់យើងហ្នឹងវាមាន follicle ហើយនៅក្នុង follicle ហ្នឹងវាមានសារធាតុទឹកជាមួយនឹងរំអិលកាលណាដែលវាផ្ទុះបែកមកធ្វើឲ្យមានធ្លាក់ចេញមកហ្នឹងរំអិលមានច្រើននៅថ្ងៃដែលខ្ជាក់មេជីវិតញីហ្នឹងចំពោះសញ្ញាទី5វិញមានអារម្មណ៍ថានៅទ្វារមានហ្នឹងរាងតឹងមិនដឹងថាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ឬមួយក៏អត់ទេនៅពេលដែលយើងមករដូវក៏អញ្ចឹងដែរដោយសារតែសាច់ដុំនៅទ្វារមានរបស់យើងហ្នឹងគឺវាចាប់ផ្ដើមរីកធំសរសៃឈាមអីផ្សេងហ្នឹងក៏អញ្ចឹងដែរយើងមានអារម្មណ៍ថាយើងតឹងនៅទ្វារមានរបស់យើងហ្នឹងដូចជាហើមអញ្ចឹងតាមពិតទៅមិនមែនហើមទេវាគ្រាន់តែណែនរៀងណែនណាប៉ុន្តែនៅថ្ងៃដែលខ្ជាក់មេជីវិតញីហ្នឹងគឺមានសញ្ញាហ្នឹងតាមមួយថ្ងៃទេវានឹងបាត់ទៅវិញចំពោះសញ្ញាទី6វិញគឺអាចចេញមុននៅលើមុខនិងរាងកាយចាដោយសារតាបំរែបំរួលអរម៉ូនបានជាធ្វើយើងចេញមុននៅលើមុខហើយនឹងរាងកាយហ្នឹងណាចំពោះ6ចំណុចហ្នឹងគឺជាសញ្ញានៃការខ្ជាក់មេជីវិតញីបងប្អូនទាំងអស់គ្នាអាចចំណាំបានតែបើសិនជាបងប្អូនទាំងអស់គ្នាពិបាកក្នុងការចំណាំសញ្ញាទាំងអស់ហ្នឹងបងប្អូនអាចរកទិញឧបករណ៍តេស្ត LH គឺជាតេស្តរកមើលថ្ងៃដែលមេជីវិតញីយើងខ្ជាក់ហ្នឹងណាបងប្អូនអាចរកទិញតាមរយៈលេខទូរស័ព្ទឬមួយក៏ Facebook Page ដែលនាងខ្ញុំបានបង្ហាញនៅលើអេក្រង់នេះណាចានៅក្នុងវីដេអូហ្នឹងនាងខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណ